ចំនួន2ហើយតើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរអញ្ចឹងតោះចូលយើងទៅកាន់ល្បែងសិក្សាបន្តទៀតណែអ៊ីនឌីតើអ្នកមានរឿងអ្វីកើតឡើងបន្តទៀត ខ្ញុំមិនដឹងថាគួរធ្វើយ៉ាងម៉េចទេសើរបស់ខ្ញុំមិនចេះរំលឹកមេរៀននិងចេះរីពិចារណាទេ អូខ្ញុំរកនឹកសិនអូនឹកឃើញហើយផ្ទះដៃឬមិនផ្ទះដៃ ផ្ទះដៃឬមិនផ្ទះដៃគឺជាអ្វី បាទផ្ទះដៃឬមិនផ្ទះដៃជាល្បែងសិក្សាមួយប្រភេទសម្រាប់ហ្វឹកហាត់សិស្សជាមួយនឹងការរំលឹកមេរៀននិងការត្រេះរិះពិចារណា អូពិតមែនឬពិតជាអស្ចារ្យណាស់តើយើងអាចលេងវាបានយ៉ាងដូចម្ដេច ជាដំបូងឲ្យសិស្សទាំងអស់គ្នាអង្គុយឬក៏ឈរបន្ទាប់មកជ្រើសរើសក្រុមពាក្យដូចជាក្រុមពាក្យពាក់ព័ន្ធនឹងកីឡាប្រទេសឬក្រុមពាក្យផ្សេងៗទៀតបន្ទាប់មកទៀតហៅពាក្យមួយដែលស្ថិតនៅក្នុងក្រុមពាក្យឧទាហរណ៍កីឡាបាល់ទាត់កីឡារត់ប្រណាំងកីឡាវាយសីសិស្សទាំងអស់គ្នាត្រូវតែផ្ទះដៃប្រសិនបើពាក្យស្ថិតនៅក្នុងក្រុមកីឡាហែលទឹកកីឡាប្រដាល់អង្គនៅពេលដែលសិស្សទាំងអស់គ្នាមានអារម្មណ៍ភ្លេចខ្លួននិយាយពាក្យដែលមិនត្រឹមត្រូវជាមួយពាក្យដែលបានរៀបរាប់ហើយជួយសោតទាំងអស់គ្នាប្រសិនបើនរណាម្នាក់ច្រឡំផ្ទះដៃ ស្ដាប់ទៅហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ បាទតើអ្នកយល់ហើយឬនៅតើអ្នកយល់ទេពិតមែនឬតើអ្នកពិតជាយល់ទេតោះអញ្ចឹងយើងលេងជាមួយគ្នា